ពុំឲ្យបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមកបង្ហាញទេបាទថ្ងៃនេះយើងមានវីដេអូ4មកបង្ហាញបងប្អូនបាទតែវីដេអូទី1ខ្ញុំបង្ហាញពីដើមធាងចេកបងប្អូនបាទយើងកាត់ធាងចេកចឹងមកកាត់ឲ្យស្មើដូចខ្ញុំមកទៅមកទៀតយើងសកស្លឹកវាអញ្ចឹងមកបងប្អូនបាទទុកកតុយវាបាទដូចខ្ញុំសកឲ្យមើលអញ្ចឹងឥឡូវយើងសកមកជារៀងទៀតមកបងប្អូនបាទចេញជារូបរាងធាងចេកអញ្ចឹងបងប្អូនណាបាទបន្តមកទៀតយើងកាត់ធាងដូងឬក៏មានដើមស័យស្អីក៏បានបងប្អូនបាទឲ្យសក់ចេញជាធាងអញ្ចឹងមកបងប្អូនណាយើងទុកប្រាការជាមួយដើមចេកមិញបងប្អូនបាទឥឡូវយើងកាត់រួចហើយឥឡូវយើងចាប់ដើមសក់តិចវាមួយចំហៀងបងប្អូនបាទមេចំនួនមុនឃើញអញ្ចឹងដឹងមកបងប្អូនបាទបន្តទៀតយើងកាច់ចេញស្នែងអញ្ចឹងមកបងប្អូនបាទសេះធាងចេកយើងហ្នឹងបន្តមកទៀតយើងមេធាងដូងមិញមកយើងដាក់សៀតវាអញ្ចឹងមកបងប្អូនជាប់អញ្ចឹងកាត់ក្បាលវាចេញមកឥឡូវយើងបានសេះធាងចេកមកយើងរត់មើលសាក់មើលបងប្អូនបាទកាលយើងវែងអញ្ចឹងបងប្អូនបាទសេះធាងចេកបាទឥឡូវយើងផុតពីសេះធាងចេកយើងទៅមើលធាងចេកនេះបងប្អូនបាទដែលចម្លែកធ្លាប់ឃើញបងប្អូនវាល្មូអញ្ចឹងបាទឥឡូវយើងទៅចាប់ផ្ដើមកាត់មើលតែក្នុងហ្នឹងវាមានស្អីបងប្អូនបាទតោះយើងទៅបើកមើលដល់គ្នាបងប្អូនបាទតើមានអ្វីនៅក្នុងហ្នឹងបាទឥឡូវខ្ញុំបើកមួយមើលសិនមកបងប្អូនបាទតើមានអ្វីនៅក្នុងហ្នឹងបាទជានៅក្នុងល្មូក្នុងហ្នឹងបាទនេះចេញមកហើយបាទនេះគឺទៅកើស្លឹកចេកបងប្អូនបាទក្បាលវាទៅបាទឥឡូវយើងបកមកមួយទៀតមកអានេះធំក៏តូចបងប្អូនបាទបកចឹងមកបាទអូអានេះល្មូធំជាងអាមិញប៉ុន្តែវាតូចជាងអាមិញបងប្អូនបាទនេះរូបរាងវាក្បាលខ្មៅចឹងបងប្អូនឲ្យតែមានស្លឹកចេកអីវាកាត់លឿនណាបងអានេះបងប្អូនបាទល្មូខ្ទេចហ្នឹងបាទបន្ទាប់ពីចេញជាវីដេអូមួយទៀតហើយយើងចូលវីដេអូមួយទៀតបងប្អូនបាទឥឡូវយើងទៅមើលផ្លែក្រូចខ្ញុំបងប្អូនបាទតែផ្លែក្រូចនេះវាមានអត្ថប្រយោជន៍យ៉ាងខ្លះបងប្អូនបាទយើងមើលអាណារៀងចាស់មកមុំបងប្អូនបាទតោះទៅជាមួយខ្ញុំបងប្អូនបាទបន្តមកទៀតយើងសាកចិត្តមើលវាសិនបងប្អូនបាទអូគាត់ហមល្អមែនទែនបាទផ្អែមទៀតណាក្រូចខ្ញុំបងប្អូនបាទបងចូលមុនចុចក្រោយកុំភ្លេចជួយ Subscribe ចំណែកខ្ញុំម្នាក់មួយបងបាទដាក់សញ្ញាកណ្ដឹងដើម្បីបានវីដេអូថ្មីបាទតទៅទៀតយើងសាកមើលបងប្អូនបាទចិត្តរបៀបដូចខ្ញុំបងប្អូនបាទដឹងហូបស្រួលយើងមិនបាច់បកពេលឆ្ងាយបងបាទជូរអែមឆ្ងាញ់អូខេក្រូចហ្នឹងបងប្អូនព្រោះយើងសាកហើយយើងចាប់ផ្ដើមបកសបកវាបងប្អូនបាទយកទៅពិសោធន៍បងប្អូនបាទនៅបកដូចខ្ញុំចឹងមកយកអាក្រូចផ្លែហូបអញ្ចឹងឬក៏ក្រូចឆ្មាក៏បានបងប្អូនបាទសបកវាបាទឥឡូវយើងដុតទៀនអញ្ចឹងមកបងប្អូនបាទដុតអញ្ចឹងមកទៅទៀតយើងបកស្លឹកក្រូចសបកក្រូចហ្នឹងដាក់ឲ្យតូចចំណិតហ្នឹងឃើញឆាបបងប្អូនយើងច្បាច់ចូលភ្លើងទៅវាឆាបបាទសបកអញ្ចឹងមានន័យថាសបកក្រូចហ្នឹងវាមានជាតិប្រេងបងប្អូនបាទយើងដាក់ទៅឆាបភុយឃើញបងប្អូនបាទគេឆាបបងប្អូនណាគេធ្លាប់ដឹងអាចខមមិនប្រាប់ដល់ឥឡូវយើងចូលវីដេអូមួយទៀតបងប្អូនបាទយើងមានកាក់អញ្ចឹងមកបងប្អូនបាទឥឡូវយើងសាកបាញ់ទឹកចូលបងប្អូនដាក់ទៅវាកំពុំអត់ហៀបងប្អូនធ្លាប់សាកយើងដាក់ទឹកលើកាក់នឹងតអញ្ចឹងទៅវាអត់វានៅកំពុំអញ្ចឹងបងប្អូនវាអត់ហៀចេញមកក្រៅបងប្អូនណាធ្លាប់សាកបាទអាចខមមិននៅក្រោម channel ខ្ញុំបានបងប្អូនវីដេអូខ្ញុំបានឃើញបងប្អូនបាទវាកំពុំអត់ហៀទេបើយើងយកទឹកការចាក់អញ្ចឹងអាចហៀមកបណ្ដោយប៉ុន្តែយើងបន្តសាកមើលតិចអញ្ចឹងវាអត់ហៀទេបងប្អូនវាកាន់តែកំពុំឡើងលើអញ្ចឹងបងប្អូនបាទឃើញអត់ហើយយើងតេស្តមើលថាវា
បានបរិមាណប៉ុណ្ណាបានវាបែកធ្លាយហៀទៅបងប្អូនបាទតាមខ្ញុំបន្តមើលបន្តបានរហូតបងប្អូនបាទអត់ហៀបាទតែយើងដាក់ឲ្យហៀវុះដាក់បាញ់ទឹកចូលនោះបានហៀបងប្អូនបាទវីដេអូយើងមានតែប៉ុណ្្នឹងបងប្អូនបាទអរគុណដល់ការតាមដានជម្រាបលាឃើញហៀបងប្អូន